អាមេរិកប្រាប់ឲ្យថៃឈប់បង្កបញ្ហានិងអនុវត្តបទឈប់បាញ់ដោយបានសន្យាកាលពីខែកក្កដាមហាអំណាចចិននិងអាមេរិកព្យាយាមជាថ្មីដើម្បីឲ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាប្រទេសទាំងពីរចិននិងអាមេរិកបញ្ចេញសារនយោបាយដាច់ដោយឡែកពីគ្នាការអំពាវនាវរបស់ពួកគេធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីអាស៊ានស្ដីពីបញ្ហាចំនួននេះជាសង្គ្រាមឈ្លានពានដ៏ធំមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបនៃប្រទេសទាំងពីរក្នុងនោះមនុស្សប្រមាណជា60នាក់បានស្លាប់ខណៈដែលជនស៊ីវិលជាងកន្លះលាននាក់នៅក្នុងប្រទេសទាំងពីរត្រូវចាក់ចោលផ្ទះសម្បែងរបស់ខ្លួនដើម្បីគេចចេញពីការប្រយុទ្ធគ្នាប្រទេសថៃនៅសុកចាប់ផ្ដើមវាយប្រហារកម្ពុជាធ្វើឲ្យប៉ះពាល់កិច្ចខិតខំប្រឹងប្រែងរបស់លោកដូណាល់ត្រាំក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់កាលពីខែកក្កដាបន្ទាប់ពីសម្លឹងឃើញថាប្រទេសថៃនិយាយស្ដាប់គ្នាមិនបានរដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូរ៉ូប៊ីអូបានទូរស័ព្ទទៅសមាភិកីថៃនៅថ្ងៃនេះដើម្បីបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោនកំពុងបារម្ភអំពីបញ្ហានេះនិងសូមជំរុញឲ្យថៃឈប់បង្កបញ្ហានិងវិលទៅអនុវត្តបទឈប់បាញ់ឡើងវិញនេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកដោយឡែកប្រទេសចិនក៏បានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះផងដែររដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីកាលពីម្សិលមិញបានសន្ទនាគ្នាជាមួយនឹងសមាភិកីថៃនិងកម្ពុជាលោកថាភាគីទាំងពីរកម្ពុជានិងថៃបង្ហាញឆន្ទៈចង់បន្ធូរបន្ថយភាពតានតឹងនិងចង់ឲ្យមានបទឈប់បាញ់នៅល្ងាចនេះអ្នកនាំពាក្យចិនលោកគួជាខុនថ្លែងថាប្រទេសចិនកំពុងបំពេញតួនាទីយ៉ាងសកម្មជាអន្តរការីដើម្បីដោះស្រាយចំនួននិងកំពុងជំរុញឲ្យភាគីទាំងពីរសម្រេចឲ្យបានបទឈប់បាញ់នៅក្នុងពេលឆាប់ៗនេះប្រធានបដូវវេនអាស៊ានមានសតិនិយមចំពោះគម្រោងជួបគ្នានាសប្តាហ៍ក្រោយក្រសួងការបរទេសចិនកត់សម្គាល់ថាការប៉ះទង្គិចគ្នាលើកនេះមានសភាពខ្លាំងក្លាជាងពេលណាទាំងអស់បើបណ្ដោយបែបនេះតទៅទៀតមិនអាចបានជាប្រយោជន៍សម្រាប់ភាគីណាមួយទេហើយថែមទាំងធ្វើឲ្យប៉ះពាល់ឯកភាពផ្ទៃក្នុងរបស់អាស៊ានថែមទៀតក្រសួងបញ្ជាក់ថាបេសកជនពិសេសរបស់ចិនបានទៅដល់ប្រទេសទាំងពីរដើម្បីស្ដារសន្តិភាពឡើងវិញក្រសួងការបរទេសថៃបានបញ្ជាក់ជំហររបស់ខ្លួនប្រាប់ទៅលោករ៉ូប៊ីអូរដ្ឋមន្ត្រីអាមេរិកនិងចែករំលែកព័ត៌មានស្ដីពីសភាពការវិវត្តថ្មីរួមទាំងគម្រោងចូលរួមកិច្ចប្រជុំអាស៊ាននៅសប្តាហ៍ក្រោយផងដែរក្រសួងក៏បានទទួលស្គាល់ផងដែរថាភាគីថៃបានសន្ទនាគ្នាជាមួយប្រមុខការទូតចិនពិតមែននាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមនៅក្នុងនាមជាប្រធានបដូវវេនអាស៊ានដែលខិតខំខ្នះខ្នែងឲ្យមានបទឈប់បាញ់កាលពីខែកក្កដាលោកបង្ហាញសតិធនិយមចំពោះគម្រោងជួបគ្នាលើកនេះបើយោងតាម Reuters និងប្រភពដទៃទៀត